វីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀប print ឲ្យជាប់ក្បាលតារាងបែបនេះគ្រប់ទំព័រជាក់ស្ដែងដូចមួយនេះចឹងជាទំព័រទី1តើអ្នកអាចមើលនៅខាងក្រោមនេះបាននេះទំព័រទី1នៅពេលដែលយើងចូលទៅកាន់ទំព័រទី2អញ្ចឹងអាកន្លែងក្បាលតារាងខាងលើនេះវានឹងជាប់ទៅគ្រប់ទំព័រដែលយើងមានអញ្ចឹងខ្ញុំនឹងបង្ហាញវិធីធ្វើជូនអ្នកទាំងអស់គ្នាជំហានដំបូងអ្នកទាំងអស់គ្នាត្រូវមានទិន្នន័យជាមុនសិននៅពេលដែលយើងមានទិន្នន័យហើយមុននឹង print យើងត្រូវធ្វើការកំណត់กระดาษតើអ្នកគ្នាចង់បានកระดาษបែបណានៅក្នុងនេះមាន letter មាន A4 A3 ចឹងទៅជាទូទៅគឺគេប្រើ A4 ចឹងយើងយក A4 ដែរយើងយក A4 ហើយធ្វើការកំណត់กระดาษ orientation ហ្នឹងយកជាផ្ដេកឬក៏បញ្ឈរអញ្ចឹងកន្លែងនេះគឺខ្ញុំយកជាផ្ដេកបន្ទាប់មកយើងមើលមកកាន់ត្រង់នេះដែលមានឈ្មោះថា print title យើងប្រើវាដើម្បីកំណត់ក្បាលតារាងនៅពេលដែលយើង print ឲ្យវាជាប់គ្រប់ទំព័រគឺយើងប្រើមុខងារមួយហ្នឹងចុចលើវាមកហើយវាចេញទាំងមួយនេះអ្នកគ្នាត្រូវធ្វើការងារជាមួយនឹងកន្លែងនេះដែលមានពាក្យថា row to repeat at top កន្លែងហ្នឹងអ្នកគ្នាអញ្ចឹងអ្នកចុចសញ្ញាព្រួយនេះមកអ្នកកន្លែងនេះឃើញអ្នកគ្នាឃើញមកហ្នឹងអត់ចុចលើហ្នឹងមកហើយយើងធ្វើការ select ក្បាលទិន្នន័យឬក៏កន្លែងណាដែលអ្នកគ្នាចង់ឲ្យវាជាប់គ្រប់ទំព័រអញ្ចឹងកន្លែងនេះខ្ញុំ select កន្លែងនេះអាក្បាលតារាងខាងលើដែលមានឈ្មោះមានភេទអីហ្នឹងណាយើងគាត់ទៅចុចមកបកតែប៉ុណ្្នឹងមកវាជាប់អីចុចកន្លែងហ្នឹងអ្នកគ្នាឃើញវាឆ្នូតអត់ឃើញឆ្នូតលេខ4អត់នេះប៉ុណ្ណឹងមកហើយចូលមកកាន់សញ្ញាព្រួយនេះវិញហើយចុច OK តើមកយើងចូលទៅ preview កន្លែង print ចូល file ចូល print ហើយយើងធ្វើការតេស្តកន្លែងនេះមកនេះនេះទំព័រទី1យើងចូលទៅកាន់ទំព័រទី2ទំព័រទី3អញ្ចឹងយើងឃើញថាក្បាលដែលឈ្មោះទិន្នន័យនេះគឺវាជាប់គ្រប់ទំព័រហើយអញ្ចឹងយើងអាច print មកគឺដូចអ្វីដែលយើងបាន preview កន្លែងហ្នឹងអញ្ចឹងឯងអរគុណ